ចាសូមគោរពជំរាបសួរដល់អស់លោកសិស្សនាងកញ្ញាទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមកតាមដានការ live របស់เพจ Logistic ខែលើយើងខ្ញុំម្ដងទៀតអីជាមួយនឹង Porsche Panamera 4ឆ្នាំ2025ចឹងដោយអតិថិជនធ្លាប់បានស្គាល់ជាមួយនឹង Porsche Series មុនដែលខ្ញុំតែងតែណែនាំគឺតែងតែណែនាំជាមួយនឹង Porsche Twier 2តែថ្ងៃនេះមកផ្លែកតិចមកណែនាំជាមួយនឹង stock ថ្មីគឺ Porsche Twier 4ដែលងាយស្រួលសម្រាប់អតិថិជនប្រើប្រាស់ជាប្រចាំថ្ងៃនិយាយទៅសម្រាប់បងដែលគាត់មានតម្រូវការប្រើប្រាស់ជាប្រចាំថ្ងៃគឺសម្រាប់ model មួយគ្រឿងនេះគឺស័ក្តិសមបំផុតសម្រាប់អតិថិជនដែលគាត់កំពុងតែត្រូវការជាមួយនឹងរថយន្តប្រភេទ sedan ប៉ុន្តែ performance គឺវាមានជាមួយនឹងលក្ខណៈ sporty ដែលវាងាយស្រួលក្នុងការបើកបរជាប្រចាំថ្ងៃហើយអាចប្រើប្រាស់ជាមួយនឹងកម្លាំងល្បឿនខ្លាំងថែមទៀតផងអញ្ចឹងសម្រាប់រថយន្ត Porsche មួយគ្រឿងនេះក៏បាន design មកជាមួយនឹងចង្កៀងមុខ LED Matic headline ដ៏មួយស្រួចដែលមើលទៅវាមានលក្ខណៈប្លែកខុសពី Porsche ផ្សេងៗដែលជាចង្កៀងខាងមុខមូលស្រួចបែបបុរាណណាតែនេះគេ design មកពីលក្ខណៈថ្មីឆ្នាំ2025គឺចង្កៀងមុខស្រួចជាមួយនឹងfront grill ដែលមានលំហដែលអាចពេលដែលយើងបើកបរនោះអាចឈ្មោះជាមួយនឹងលំហខ្យល់ចេញចូលបានល្អថែមទៀតផងបើយើងក៏លេខទៅមើលជាមួយនឹងយ៉ាន់កង់វិញម្ដងក៏បានបំពាក់មកជាមួយនឹងកង់យ៉ាន់រង្វង់21អ៊ីងជាមួយនឹងដាប់ជាមួយនឹង logo Porsche ផងដែរហើយក៏បានមកជាមួយនឹង clipper ដែលដាប់ឈ្មោះ Porsche នៅពីលើស័ក្តិសមជាមួយនឹងរថយន្តមួយគ្រឿងនេះផងដែរចឹងសម្រាប់រថយន្តមួយគ្រឿងនេះមិនត្រឹមតែ performance ប៉ុណ្ណឹងទេគឺវាក៏បានបំពាក់មកជាមួយនឹងម៉ាស៊ីន Twin Turbo V6 ចំណុះ 2.9 លីត្រដែលបង្កើតកម្លាំងបានរហូតដល់ទៅ348សេសនិងកម្លាំងកង្វល់រហូតដល់ទៅ368 pound-feet មិនត្រឹមតែប៉ុណ្ណេះវាត្រូវបានផ្គប់មកជាមួយនឹង8 speed PDK Dual Clutch ដែលផ្ដល់ឲ្យនៅការបើកបរផ្លាស់ប្ដូរប្រអប់លេខយ៉ាងរលូនថែមទៀតផងអញ្ចឹងសម្រាប់រថយន្តមួយគ្រឿងនេះក៏បានបំពាក់មកជាមួយនឹង all wheel drive system របស់ Porsche ផងដែរហើយបើនិយាយពី top speed វិញពី0ទៅ100ប្រើពេលត្រឹម50 second តែប៉ុណ្ណោះដែលអតិបរមាក្នុងការបើកបរគឺ270 km ក្នុង1ម៉ោងលើពីនេះទៅទៀតជាមួយនឹង adaptive suspension បានធានាបានទៅលើការបើកបរយ៉ាងរលូននិង comfort សម្រាប់អតិថិជនគាត់ចូលចិត្តប្រើប្រាស់ជាមួយនឹងរថយន្ត sport គឺស័ក្តិសមមែនតើជាមួយនឹងPanamera 4នេះចឹងមកយើងមកមើលជាមួយនឹងរូបរាងមួយជុំខាងមុខនិងខាងក្រោយវាគឺមានជាមួយនឹងគឺខាងក្រោយតែមជាមួយនឹងLED មួយជួរហ្មងគឺវាពិតជាស្រស់ស្អាតហើយប្លែកហើយជាមួយនឹងកូដខាងក្រោយគឺមានលក្ខណៈធំទលាយគេ design មកសម្រាប់អតិថិជនដែលគាត់អាចប្រើប្រាស់គឺអាចដាក់អវ៉ាន់បានដូចជាបើលើកទៅដូចជាវ៉ាលី4ខាងក្រោម2នេះដាក់ពីលើថែមបាន2ទៀតដោយសារវាមានទំហំធំប្រវែងវែងអញ្ចឹងអតិថិជនជាច្រើនក៏តែងតែឃើញ Porsche ពីច្រើន Porsche ខ្លះគូតគាត់ហេងទូវាដាក់អវ៉ាន់បានតិចតែសម្រាប់ Porsche មួយគ្រឿងនេះគឺគេប្រាប់សម្រាប់ design មកសម្រាប់ daily driving daily គឺវាងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងមែនតើតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមើលជាមួយនឹងខាងក្នុងហ្មងសម្រាប់Porsche មួយគ្រឿងនេះដែរគឺបាន design មកជាមួយនឹងស្បែកឆៅប៉និតដែលជា signature របស់Porsche ហើយក៏បានមកជាមួយនឹងពណ៌ cherry លាយខ្មៅដែលជាពណ៌មួយដែលកំពុងពេញនិយមមិនថារថយន្តមួយណាគឺតែងតែតែជនជាច្រើនក៏តែងតែរកជាមួយនឹងពណ៌ cherry ហ្នឹងហ្មងគឺជាពណ៌ដែលពេញនិយមខ្លាំងសម្រាប់ឆ្នាំ2025នេះហើយសម្រាប់ LED touch screen វិញក៏បានបំពាក់មកជាមួយនឹងLED មានពីរផ្សេងគ្នាគឺខាង passenger និងខាង driver វិញអញ្ចឹង LED យើងក៏បានបំពាក់មកជាមួយនឹង navigation climate control Apple CarPlay Android Auto គឺមានទាំងអស់សម្រាប់រថយន្តមួយគ្រឿងនេះចឹងសម្រាប់កន្លែងនេះដែរគឺ driving គឺយើងអាច adjust បានទៅជា normal
Sport ឬក៏ Sport Plus Mode ទៅតាមការបើកបររបស់អតិថិជន Assistant Trip Comfort គឺយើងអាច adjust color វាបានទៅតាមចំណង់ចំណូលចិត្តនៅលើអំបៀឡាយគឺយើងអាចមើលនៅក្នុងនេះបានអញ្ចឹងនេះត្រឹមតែ 50% ទេអញ្ចឹងយើងអាចសម្រេចចូលកន្លែងនេះដល់ចង់ឲ្យភ្លឺខ្លាំងជាងនេះយើងអាចទៅឡើងរហូតដល់ 100% បានគឺវានឹងភ្លឺទៅតាមអតិថិជនដែលគាត់ត្រូវការប្រើប្រាស់ជាមួយនឹងអារម្មណ៍បែប comfort ធម្មតាឬក៏គាត់ត្រូវការពលឺខ្លាំងអីគឺយើងអាចចាក់នៅក្នុងនោះបានចឹងជាមួយនឹងការផ្លេច Bluetooth ក៏ដូចអីគឺមានសម្រាប់ប្រជាជនគ្នាទាំងអស់ខាងនេះក៏មានដូចគ្នាអញ្ចឹងពីហ្នឹងយើងអាចឲ្យខាង passenger គាត់ប្រើប្រាស់សម្រាប់ផ្ទាល់ខ្លួនផ្សេងជាមួយនឹង driving ដាច់ដោយឡែកគ្នាគឺមានការងារស្រួលសម្រាប់ model ឆ្នាំ2025នេះហើយក៏បានបំពាក់ក៏ជាមួយនឹង climate control នេះគឺលើកៅអីក្តៅត្រជាក់ម៉ាស៊ីនត្រជាក់អីគឺយើងអាចបញ្ជានៅលើនេះបានទាំងអស់យើងអត់បាច់ត្រូវចុចពាក់ព័ន្ធទៅខាងលើទេអញ្ចឹងវាស្រួលនឹងរហ័សសម្រាប់អតិថិជនដែលគាត់កំពុងបើកបរអញ្ចឹងណាហើយក៏មានមកជាមួយនឹង wireless charge កន្លែងសាកថ្មដោយសាកថ្ម2 cup holder ជាមួយនឹងកន្លែងដាក់អីវ៉ាន់នៅខាងនេះហើយក៏បាន design មកជាមួយនឹងនាឡិកាចាជាមួយនឹង brand របស់ Panamera Phone នេះផងដែរអញ្ចឹងកម្រិតខាតពេលយើងចូលទៅមើលជាមួយនឹងផ្លេចប្រាប់ជាមួយនឹងអ្វីដែលចំណុចពិសេសនោះទេក៏បានមកបំពាក់មកជាមួយនឹងSunroof នៅខាងលើមើលឃើញបានពីខាងលើចាំពីអាចបើកទៅអស់ចាបិទបើកអីគឺមានសភាពធំទម្លាយសម្រាប់តែជំនួយគាត់ប្រើប្រាស់សម្រាប់រថយន្ត Panamera Phone មួយគ្រឿងនេះអស់យើងទៅមើលជាមួយនៅខាងក្រោយវិញចឹងខាងក្រោយគឺយើងអាចប្រើប្រាស់ឬអង្គុយបានជាលក្ខណៈ2ដាច់ដោយឡែកខាន់កណ្ដាលពីគ្នាចឹងងាយស្រួលក្នុងការធ្វើដំណើរអតិថិជនអាចថាច់ទៅលើជាមួយនឹងខែ climate control កន្លែងនេះដូចគ្នាគឺអាចសេរីទៅលើម៉ាស៊ីនត្រជាក់កៅអីបាននៅលើនេះបើមិនបាច់ពាក់ព័ន្ធទៅជាមួយនឹង driver នៅខាងមុខណាគឺមានការងាយស្រួលនិងពិសេសសម្រាប់ប្រជាជនមួយគ្រឿងនេះផងដែរចឹងអតិថិជនភាគច្រើនក៏តែងតែមានអតិថិជនខ្លះក៏ស្រឡាញ់ជាមួយនឹង Porsche តែគាត់ចង់បានកៅអីច្រើនដើម្បីមានសមាជិកក្រោយក៏អាចអង្គុយបានក៏អាចប្រើជា daily បានគឺ Porsche Panamera Phone មួយគ្រឿងនេះគឺងាយស្រួលសម្រាប់អតិថិជនដែលគាត់ចូលចិត្តប្រើជាប្រចាំថ្ងៃហើយគឺមានលក្ខណៈ performance សម្រាប់គាត់ប្រើប្រាស់ថែមទៀតផងអញ្ចឹងថ្ងៃនេះខ្ញុំនឹងសូមរៀបរាប់ទូៗសម្រាប់អតិថិជនត្រឹមប៉ុណ្្នឹងសិនសម្រាប់ព័ត៌មាន detail ឬក៏ចង់ដឹងជាមួយនឹង spec ឬក៏តម្លៃជាក់ស្ដែងខ្ញុំនឹងប្រាប់ទៅអតិថិជននៅពេលដែលអតិថិជនអញ្ជើញមកមើលផ្ទាល់នៅក្នុង showroom របស់យើងនឹងប្រាប់ជាមួយនឹងតម្លៃជាក់ស្ដែងនិង spec detail និងទំហំឡានយ៉ាងណាបងអាចមកមើលផ្ទាល់នៅក្នុង showroom យើងហ្មងយើងនឹងមានតម្លៃពិសេសនិងមាន promotion ពិសេសជូនទៅដល់អតិថិជនដែលគាត់អញ្ជើញមកដល់ផ្ទាល់អញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំបង្ហាញត្រឹមប៉ុណ្្នឹងសិនអញ្ចឹងទុកខ្លះសម្រាប់អតិថិជនដែលគាត់អញ្ជើញមកមើលផ្ទាល់នៅក្នុង showroom អញ្ចឹងអរគុណសម្រាប់ការតាមដានការ live តាំងពីដើមរហូតដល់ចប់ជួបគ្នានៅទឹកក្រោយអរគុណ